ចៅក្រមសាលាដំបងខេត្តរតនគិរីសម្រេចឃុំខ្លួនបណ្ដោះអាសន្នមេខ្លោង3នាក់ពាក់ព័ន្ធបទល្មើសរុករានទន្ទ្រានដីព្រៃឧទ្យានរៈវីរៈជ័យវឿនសៃសៀមប៉ាងនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025មេខ្លោង3នាក់មានឈ្មោះចង់យុកស៊ីនពុងឡង់និងប៊ុនស៊ូមឃាត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តរតនគិរីសម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារដោយសារតែពាក់ព័ន្ធនឹងបទល្មើសផ្ដើមគំនិតក្នុងអំពើកាប់ផ្ដួលរំលំនិងរុករានទន្ទ្រានព្រៃយកដីឧទ្យានជាតិវីរៈជ័យវឿនសៃសៀមប៉ាងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពុំស្របច្បាប់តាមព័ត៌មានពីអាជ្ញាធរពាក់ព័ន្ធបានឲ្យដឹងថាការស៊ើបអង្កេតដំណើរការនេះបានបន្តពីការចាប់ខ្លួនមេខ្លោងទាំង3ដែលត្រូវបានសង្ស័យថាជាអ្នករៀបចំគម្រោងចែកដីក្នុងតំបន់ឧទ្យានជាតិវីរៈជ័យដោយគ្មានការអនុញ្ញាតពីអាជ្ញាធរដែនដីនៅទីនោះឡើយបច្ចុប្បន្នសាលាដំបងខេត្តរតនគិរីកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ដើម្បីបញ្ជាក់ពីភស្តុតាងនានានិងបញ្ជាក់ពីការចូលរួមពិតប្រាកដរបស់ជនសង្ស័យទាំង3គួររំលឹកផងដែរថាកាលពីពាក់កណ្ដាលខែកក្កដាឆ្នាំ2025កន្លងទៅមានករណីកាប់ផ្ដួលរំលំរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋជិត100ហិកតាមកធ្វើជាកម្មសិទ្ធិដោយពុំស្របច្បាប់នៅចំណុចខូកហ៊ីនកងខាងលិចទួលខ្មែរស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់ចាមឃុំបាក់កាឡាន់ជាប់ព្រំប្រទល់ភូមិវឿនហយឃុំហាត់ប៉ក់ស្រុកវឿនសៃខេត្តរតនគិរីដែលជាដីព្រៃឧទ្យានជាតិវីរៈវឿនសៃសៀមប៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីឧទ្យានុរក្សបរិស្ថាន